បាទសួស្តីទៅកាន់អតិថិជនបងប្អូនអ្នកជំងឺទាំងអស់ដែលតែងតែមានបញ្ហាពិបាកបត់ជើង2 3ថ្ងៃបត់ជើងម្ដង3 4ថ្ងៃបត់ជើងម្ដងឬមួយក៏មួយអាទិត្យបត់ជើងម្ដងថ្ងៃនេះខ្ញុំផ្ញើថ្នាំបាទហៅថាក្លនក្រពះផ្ញើជូនទៅខាងតំបន់ស្គរលវាអាខេត្តកណ្ដាលអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាជំងឺក្លនដែលបត់ជើងមករឹងក្តៀន3 4ថ្ងៃបត់ជើងម្ដងមួយអាទិត្យបត់ជើងម្ដងខ្ញុំសូមណែនាំមកថ្នាំក្លនឆ្នាំនេះហូបហើយធ្វើឲ្យយើងដើរខ្យល់ទប់មកធ្វើឲ្យយើងបត់ជើងស្រួលវាណាបងប្អូនធ្វើឲ្យយើងឆ្នាំនេះគឺទៅបណ្ដេញជាតិពុលលាងសម្អាតពីក្នុងកាពះពោះវៀនមកយើងសួរថាតើជំងឺក្លនជាជំងឺយ៉ាងម៉េចអញ្ចឹងមានបងប្អូនមួយចំនួនដែលច្រឡំណាបងប្អូនអ្នកខ្លះកើតជំងឺក្លនគាត់ច្រឡំថាជាជំងឺឬដងបាតអ្នកខ្លះជំងឺក្លនទៅពេទ្យគេពិនិត្យថាជាជំងឺកាពះអញ្ចឹងអាការៈនៃការធ្វើទុកជំងឺក្លននេះខ្ញុំសូមបញ្ជាក់បងប្អូនទី1 3 4ថ្ងៃបត់ជើងម្ដងបត់ជើងមកឬមុខរឹងក្តៀងក្រៀមឬអញស្រាយមានសបោទី2ធ្វើទុកធ្វើឲ្យយើងដេកអលុយប់ឡើងលវើលវាយដេកយល់សពច្រើនសម័យអស់កម្លាំងអាចជាការធ្ងន់ទៅស្កាត់ណាហូបអីអត់ដឹងជាតិហើយសាច់ច្រើនតែក្តៅស្ទិញតែម្ដងអញ្ចឹងរងថ្ងៃនេះខ្ញុំជួបអ្នកជំងឺក្លននេះច្រើនណាស់បងប្អូនច្រើនយកតែមែនតែប៉ុន្តែមួយចំនួនតូចដែលជាវតាមខ្ញុំអញ្ចឹងខ្ញុំនិយាយត្រង់តែម្ដងហេតុអីព្រោះអ្នកជំងឺមួយចំនួនមកស៊ូទៅលើតម្លៃទេបងប្អូនអត់ស៊ូទៅលើគុណភាពថ្នាំទេតែថ្នាំខ្ញុំប្រាប់បងប្អូនថាប្រភេទជំងឺក្លនណាយ៉ាងច្រើនពីរកញ្ចប់ប៉ុន្តែអត់ដល់ទេភាគច្រើនគឺប្រើតែមួយកញ្ចប់ហ្នឹងតែបើអ្នកជំងឺថាគាត់រ៉ាំរៃ20 30ឆ្នាំអីអាហ្នឹងអាចចន្លោះដល់2ដែរតែបើអ្នកបងប្អូនដែលឈឺរយៈពេលរឹម4 5ឆ្នាំឬមួយក៏7 8ឆ្នាំអីប្រើតែមួយកញ្ចប់ក៏ជាដែរអញ្ចឹងថ្នាំក្លននេះគឺមានប្រសិទ្ធភាពខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅអ្នកបងប្អូនដែលកើតជំងឺក្លនថាបើសិនគ្រាន់តែថ្នាំមួយកញ្ចប់បងប្អូនមិនហ៊ានទិញហូបបងប្អូនមិនគូព្យាបាលខ្លួននេះទុកឲ្យឈឺតទៅនោះទៅហើយខ្ញុំហ៊ានធានាទៅលើជំងឺក្លនមួយបងប្អូនមកដល់ផ្ទះខ្ញុំហ៊ានធានាព្យាបាលជឿនយកលើដូចគ្នាហើយខ្ញុំហ៊ានធានាហូបតែ2ថ្ងៃទេឆ្នាំខ្ញុំអត់ត្រូវចាយពេលយូរ1ថ្ងៃឬក៏2ថ្ងៃទេសម្រាប់ថ្នាំក្លននេះគឺដឹងសុខភាពតែម្ដងហូបល្ងាចថ្ងៃហ្នឹងយប់ឡើងគឺដឹងសុខភាពធ្វើឲ្យយើងដើរខ្យល់តែម្ដងអញ្ចឹងសំណួរដែលអ្នកដែលតែងតែពិបាកបត់ជើងបាទបត់ជើងមករឹងក្តៀនឬអាចកន្សាយសូមកុំភ្លេចថ្នាំក្លននេះបងប្អូនបាទលេខទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើបាទសូមអរគុណ